ខេសួស្តីបងប្អូនថ្ងៃនេះប៉ាប៉ាជាមួយនឹងអូន Flora ទៅលេងប្រទេសវៀតណាមទៅចែកសុខភាពមែនទេគាត់មែនណាយើងទៅទីក្រុងហូជីមិញហើយជិះតាមរយៈឡានក្រុងចាំតិចទៀតខ្ញុំប្រាប់ឈ្មោះឡានក្រុងហើយឈ្មោះក្រុមហ៊ុនដែលយើងទៅវៀតណាមមែនទេគាត់អូខេអូនជម្រាបសួរតាយាយបងប្អូនជម្រាបសួរមកគាត់ដោះម៉ាក់មួយមើលតាដោះម៉ាក់បានតាចាប់តាមជម្រាបសួរគាត់ជម្រាបសួរតាយាយអូន Flora ស្អាតស្អាតនេះអូនទៅជូនប៉ាទៅពិនិត្យសុខភាពមែនទេកូន That's good កុំអៀនណាមានអីអៀនទេណាចឹងថ្ងៃនេះអូនជិះតុកពីផ្ទះមកតាំងពីព្រលឹមម៉ោងប្រហែលជា6ហ៎កូនយ៉ាម៉ោង6ហើយអូនងុយគេងឥឡូវប៉ាបានមកដល់ឡានក្រុងនេះគឺនៅជិតរបងអូឡ িম্প ិកណាកូនណាហើយកូនអូខេតិចទៀតខ្ញុំនឹងថតកន្លែងឈ្មោះក្រុមហ៊ុនឡានហ្នឹងឲ្យមើលណាចឹងបងប្អូននឹងឃើញខ្ញុំចាំតាមដានសាច់រឿងទាំងអស់គ្នាថាយើងទៅវៀតណាមយើងទៅតាមណាយើងជិះឡានក្រុងឈ្មោះអីក្រុមហ៊ុនគេឈ្មោះអីអូខេចឹងខ្ញុំមានបញ្ហាបាទនេះគឺឈ្មោះរបស់ក្រុមហ៊ុនគេបាទឈ្មោះថាមីភឿងបាទក្រុមហ៊ុននេះក៏នៅជាប់ Start Olympic ខាងក្រុមហ៊ុនរបស់គេថាឡុងភឿងឡុងភឿងដូចអស់នេះណាអញ្ចឹងយើងតិចទៀតយើងចេញដំណើរទៅហើយ Flora គាត់កំពុងតែអង្គុយចាំប៉ា Flora Hello កូនគេប៉ាថតឡើងមកហើយសួស្តីកូនសួស្តី Flora មុខអត់រីកចុះថ្ងៃនេះម៉ាក់កំពុងទិញសម្បត្តិចឹងតិចទៀតយើងនឹងឡើងឡានក្រុងទាំងអស់គ្នាអូខេឥឡូវយើងចេញដំណើរហើយឡើងឡានហើយនេះឡានក្រុងគេហ្នឹងគឺដុងភឿងមីភឿងឯណាមីភឿងអូនេះវៃមីភឿងបាទមីភឿងអូន Flora ឡើងហើយយើងចាប់ដើមឡើងឡានអូខេអូត្រជាក់ស្លាស់ល្អណាស់ស៊ូណាស់យើងអង្គុយលេងណាមកនេះខ្ញុំធ្វើដំណើរទៅវៀតណាមទៅហូជីមិញនេះកមុកនេះមកគេ Flora ចូលកូន Flora នេះកូននេះម៉ាក់អង្គុយឲ្យអូនអង្គុយតែឯងទៅម៉ាក់អង្គុយតែឯងទៅអូខេតាមបានទេចាស់បងឥឡូវនេះឡានគេជិតចេញដំណើរហើយបង Flora កំពុងអង្គុយលើកៅអីម្នាក់ឯងណាហើយឡើយគឺជាហាងគេខ្ញុំហាងមានហាងជាឈ្មោះក្រុមហ៊ុនចំណតឡានហ្នឹងទីឡានផ្លេចគេដឹកផ្លេចយើងធ្វើដំណើរហ្នឹងមីភឿងទៅហូជីមិញហើយខ្ញុំមិនដឹងថានៅខាងវៀតណាមហ្នឹងទីពេទ្យដែលខ្ញុំទៅចែកសុខភាពពិនិត្យសុខភាពហ្នឹងឈ្មោះអីទេប៉ុន្តែដោយសារយើងបានការណែនាំពីគេហៅថាអ្នកបកប្រែ translator ហ្នឹងគាត់ណែនាំយើងមកជិះឡានប៉ុន្តែសូមជឿថាកន្លែងនេះចេញពីភ្នំពេញទៅហូជីមិញមិនមែនមានហាងតែមួយទេមានហាងច្រើនបាទតែយើងអាចមិនមែនហាងច្រើនទេមានឡានក្រុងច្រើនដែលយើងអាចធ្វើដំណើរទៅបានចឹងអត់អីទេសួរគាត់នេះយើងមាន noise reduction អីតែកាត់បានទេអីមកធ្វើបានអត់អីឥឡូវនេះមកខាងនេះម្ដងគឺស៊ូបាទយើងត្រូវស្ដីយើងត្រូវចេញទៅវៀតណាមអត់គ្នាចាំតាឡានក្រុងពីចេញទៅទេហើយចាំមានពលមានអីបន្ថែមទៀតចាំមានប្រាប់ហើយនៅខាងមុខនេះគឺ Flora កំពុងអង្គុយយ៉ាងដោយដៃហេបាយហ៎បងហេបាយញ៉ាំបាយអត់ឆ្លៃប៉ាដែរគវីក្បាលនេះទៀតយើងចូលឡើងញ៉ាំបាយគាត់អូខេ Flora គឺមុខប៉ាទីមើលណែញ៉ាំមើលដើរលេងទៅphố style មកដើរលេងថ្ងៃលើកទី1មែនទេគាត់តែបានដើរក្រាបទេត្រូវហ៎អូខេនេះគឺជាបទពិសោធន៍ដំបូងរបស់កូនមែនទេគាត់ហើយគាត់អូខេយើងលើសំឡេងហើយណាចាប់ដើមមានសំឡេងហើយញ៉ាំតិចទៀតយើងដល់ទឹកដីអូខេ
អូខេឡានចាប់ដើមចេញហើយខ្ញុំមានប៉ុណ្ណឹងចាំជួបគ្នាជាបន្តបន្ទាប់ទៀតឥឡូវនេះចេញទៅដល់បានហើយជាកន្លះម៉ោងហើយស្ងាត់ក្នុងឡានគេលក់អស់តាមគាត់បើគាត់ពូគេលក់ហើយក៏តបរៀងហើយស្អាតបាទបងប្អូនអាចមើលទៅស្ពីបខាងក្រៅបានស្ងាត់ក្នុងឡាននេះមានមនុស្សហើយជាប្រមាណមិនដល់10នាក់ផងហើយជិះឡានក្រុងទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាមអត់សូវមានមនុស្សទេតែផ្លូវជាតិលេខ1យើងដូចជាស្អាតទេសភាពស្អាតการในมาสูงស្ទឹងហើយបងប្អូននេះស្អាតទៅគេជួយយើងមើលហ្នឹងគេទៅសាមស្ទះស្ពានហ្នឹងតារាលោកស្ពានហ្នឹងគាត់ស្ពានគេណាស្ពានគេផងណាស្ទឹងយ៉ាងនេះស្ទឹងមេគង្គយើងហ្នឹងតើទន្លេមេគង្គច្រឡំស្ទឹងមេគង្គទន្លេមេគង្គអូខេតោកពាក់កណ្ដាលស្ពានហ្នឹងណាថ្ងៃហ្នឹងចាំមើលក្រោមមកก่อนអូខេនេះយើងដល់កន្លែងចុះលើកទី1ចុះបាត់ជើងបាត់ដៃហើយញ៉ាំអីទីទួចដល់ហើយខាងរបស់គេណា
tập tập tất cái con tập tất sang con này mà tao nong sang con tập nhắm hả đi anh nhắm hả tapi ini klan ini flora nih ini con nih min lo sekro tak con nih min sekro min Nghiệt min tbai cái này mà cái nó à oh di tbai con này flora min tbai ya ini con này ini flora này nhằm tập tí nhằm này rồi mồm hộp miền hộp được lắm đó còn một cái này miếng krem trăm tí krem của nè krem để hàng để kita miền Afghan dan matut pak tapi patong matut nyampe ya bos Lưu hiện kran đó này hello thấy ta cái này on trong cái pikin đó kan đó ta tiên ta năm à krem ini krem con flora trong tim krem đâu mà con mở nhiều nào con cảm ơn mạ tí nhau hả mấy má con ta coi ini mak coi ini ya itu nih ya coi ini ya mak ini coi ini con kerja mana mak sedai oke ta cái chút rồi ta ok nhằm bài sânនេះយើងឈប់ទី1បាទហ្នឹងតាមអូនយើងឈប់កន្លែងទី1ឥឡូវអូនជីងញ៉ាំការ៉េមហើយអូនជីងរៀងការ៉េបាទញ៉ាំផងបាទសុំបានញ៉ាំអូខេចាំបងប្អូនចាំតាមដានតទៀតតិចទៀតយើងទៅដំណាក់កាលទី2តែយើងឡងហើយពេលនេះម៉ាមីបានកំងហូបហើយនេះកំងហូបមកហើយឥឡូវនេះពងកិនលុយផ្សំចាញ់បាយហើយអនលីងបាយគេយ៉ាងឆ្ងាញ់ដែរអនលីងនៅអនជីងពងញ៉ាំការ៉េមតិចទៀតយើងចេញដំណើរទៀតណាកូនព្រោះដែរអូមកមើលការ៉េមនេះមកអូឆ្ងាញ់មកដែរកន្លែងនេះហាងរៀងស្អាតដែរយើងឈប់តង់ទី1បាទហើយមានលក់របស់របរច្រើនឥឡូវនេះប៉ាជាមួយ Flora កំពុងតែនៅលើឡានក្រុងចាំយក passport ហើយយើងចាប់តាមចូលទៅព្រំដែនវៀតណាមហើយ Flora ចុះមួយគេហើយអូខេចុះហើយអញ្ចឹងទីទៀតយើងធ្វើដំណើរប្រហែលជា2-3ម៉ោងទៀតហើយកូនអញ្ចឹងត្រៀមខ្លួនក្នុងការអត់មួយគេងទៀតទៅហើយនៅខាងនោះម៉ាមីកំពុងតែអង្គុយđây này mấy cái đồ sim mà mình cũng đồ sim cả nè xã này cũng bông ta cũng chơi bọc vải nó chơi bách đồ tỏi tại xã cũng bông ta trong chơi tu sạp ở trong chơi cầm này nó touch bye bye con bye bye con phương đầm nào thì đây thưa đây bye bye với tà bông bồn của mình hả bye con là dươngចូលដល់ទៅដីវៀតណាមមកដល់ហើយស៊ូបាទដល់ហើយយើងជិះទៅហូជីមិញ City អញ្ចឹងទៅនឹងមិនដឹងជាត្រូវការប្រហែលម៉ោងទេជំនួយសួរតែកងឡានហើយនឹងព្រូឡានជំនួយសួរគាត់មើលលើកតបចេញពីបវិតកន្លែងព្រំដែនពីឆែកព្រំដែនទៅតើយើងត្រូវការចំណាយពេលប្រហែលទៀតខ្ញុំនឹងប្រាប់ទៅពេលដែលយើងជិះឡានក្រុងឡានក្រុងពេលនេះខ្ញុំបានព័ត៌មានហើយគឺទាក់ទងការធ្វើដំណើរពីចេញពីព្រំដែនយើងទៅកាន់ក្រុងហូជីមិញគាត់និយាយមិញអាច3 ទៅ 4
អាច3ម៉ោងទៅ4ម៉ោងពីព្រោះវា depend វាយោងទៅលើចរាចរណ៍ traffic បើសិនជាវាអត់ស្ទះទេគឺអាចលឿនបើសិនជាវាស្ទះវាអាចយឺតអញ្ចឹងចាំមើលទាំងអស់គ្នាតើយើងទៅដល់ទីនោះប្រហែលម៉ោងឥឡូវនេះយើងបានចុះមកដល់ប្រទេសវៀតណាមជិះ1ម៉ោងហើយយើងមកដល់ហាងមួយឈ្មោះថា1990 S Cafe យ៉ាងនៅថ្ងៃនេះគេមានលក់ទឹកមានលក់ក្រូចដូចយើងដែរនេះឃើញទេសតមាននំប៉ាវ Flora ញ៉ាំអីកូន Flora ញ៉ាំអីកូនញ៉ាំអីកូនអូនេះមានច្រើនណាស់ Flora គិតលុយCoffee អូនេះអូនេះអូននំប៉ាវនេះនំប៉ាវអាចញ៉ាំនំប៉ាវទេបាទអូនេះមានអាស័យប្រអប់គេទៀតនេះអូមានច្រើនណាស់នេះបងប្អូនក្នុងកើតយើងនេះហ៎នំប៉ាវហ៎ហ្នឹងឯប៉ាតាទី1មកណាមួយពីនេះអូនជាងឥឡូវនេះយើងដល់កន្លែងហាងមួយម៉ៃដល់កន្លែងម៉ៃភឿងឥឡូវគេថតទេឡានមួយទៀតឥឡូវនេះយើងតឡានដល់ទីក្រុងហើយយើងជិះឡានតូចទៅវិញគេមានឡានតូចបញ្យោយើងប៉ុន្តែពិបាកតិចដោយសារគាត់អត់ចេះភាសានៅនេះគាត់អត់សូវមានភាសាដូចស្រុកយើងវាតាក់ស៊ីភាគច្រើនគាត់ចេះនិយាយភាសាច្រើនណាយើងសប្បាយចិត្តអានឹងដែរ appreciate អានឹងអត់នេះសួរគាត់ទៅគាត់ថាគាត់ចេះតែវៀតណាមណាចឹងយើងតាមហ្នឹងទៅturn right ត្រូវហើយឥឡូវនេះ Flora សួស្តីកូន Hello baby តិចទៀតដល់ហើយនេះតានេះគេហៅស្អីគេ2សុបេន2អូខេហើយឥឡូវនេះមិនតឹងដឹងថាយើងទៅពេទ្យណាទេពីព្រោះអ្នក translator ហ្នឹងអ្នកបកប្រែហ្នឹងគាត់អត់ទាន់ប្រាប់យើងទេពីព្រោះគេភាគច្រើនគេថាដំណើរទី1គេអត់ប្រាប់យើងទេលើក្រោយយើងអាចមកខ្លួនឯងបានណាយើងអាចមកខ្លួនឯងបានអញ្ចឹងយើងមើលផ្លូវបន្តទៅទៀតបាទខណៈនេះម៉ោង4ហើយម៉ោង4អញ្ចឹងយើងចេញពីនោះមកម៉ោង1កន្លះណាមកដល់នេះម៉ោង4វាប្រហែលសួរដូចជាជិត3ម៉ោងសួរហ่าត្រូវទេណាទេពីកន្លែងព្រំដែនមកណាហើយណា3ម៉ោងជាងទីទួយណាcách tự ý không về rồi mở app chạy thôi អញ្ចឹងស្អាតនៅកន្លែងនេះស្អាតហើយយើងកំពុងតែឆ្ពោះទៅកាន់បេនទី2ហើយយើងត្រូវដើរទៅហូតែលត្រូវសុខទៅដើមឈើធំនេះស្អាតណាស់ណាដើមឈើសុខចឹងដើមឈើនេះមានន័យថាដាំតាំងពីសម័យមុនណាសុខណាវាសល់ពីណាមកស្អាតមែនតើអូខេខ្ញុំសូមប៉ុណ្ណេះហើយតិចទៀតចាំយើងជួបគ្នាប្រហែលជាដល់បេន2ហើយយើងដល់ហូតែលយើងដល់កន្លែងហើយចាំតាមដានតទៀតព្រោះខ្ញុំអាចថតឈ្មោះពេទ្យហើយបងប្អូនណាដែលត្រូវការមកពិនិត្យសុខភាពនៅប្រទេសវៀតណាមគឺយើងអាចដឹងតាមរយៈការធ្វើដំណើររបស់ខ្ញុំវាមានស្ដាប់យកសម្រាប់យើងទាំងអស់គ្នាដែរគូគាត់ឲ្យខ្ញុំដាក់មួយសិនតាប់ឡើងដាក់យន្តមកអូនចុច elevator baby ហេហើយហ្នឹងមកនៅទេអូខេតា baby ចុចកូនអូខេស្អាតតាចុចបាទអ៊ំចេះនិយាយខ្មែរដែរបាទអូអ៊ំទៅពេទ្យដែរអ៊ំទៅពេទ្យណាទៅពេទ្យណាអត់ទេខ្ញុំអត់ឡើងលេងទេអូតាគាត់តារៀបទៅតាមគាត់តា
nhang thả chốt con Flo là nhom mà check cái prostat rồi và nhom mình phải học phần prostat เขาว่าบอสตาร์มันที่มันจะจูนตาได้ bạn บอก miền แผลได้ bạn miền kia để trend trend bỏ pray dương bạn passport yang tụi nó lại hotel บอกមានអីអត់ទេប៉ុន្តែស្អែកយើងធ្វើយកចេញ បាទ ពីព្រោះយើងទៅប៉ែកទៅធ្វើការ បាទយើងមកពីអរគុណណាអ៊ំអរគុណបាទអូអរគុណអ៊ំគាត់មកពេទ្យដែរមិញហើយ Flora នេះលោកប៉ាមក Flora មកមីយើងដល់ hotel ហើយតាអរគុណដល់លោកប៉ាបាទ baby let's go អូថ្លង់នេះគាត់ចុះកណ្ណាមកម៉ានទៅកណ្ណោះមកទៅកណ្ណោះទៅកណ្ណោះយ៉ាងអីតនេះមួយ301មកទៅទៀតមួយម៉ានមានទៀតទេមានផ្លូវទៀតអត់ម៉ានជន់ទីម៉ានម៉ានយើងដេកប្រហែល302 cái này phải lực trường kìa អត់មានទេ mà có số khai ra đi một lần ងងឹតងោទៅលើហ្នឹងសួរចដាជើងហ្នឹងចុះទី3អស់ត្រឹមនេះឯងសួរ301មានតំណាងមានទៅក្រោមសួរតោះមើលយ៉ា sorry เราដល់ហើយមិនទប់តម្លៃម៉ាក់សួរលេខ20 đô la tuổi thì mình bị $20តិចតួចចាំមេថា$20ជាងអត់មានអីទេមានប៉ុណ្ណឹងឯងទុកគេហ្នឹងតែមានអីប្លែកបងទៅទុកតែគេបាទ tu cái một cái cào ấy lấy đi khai sạch bạc bạc ọc cầm lăng hết chỗ kia như này một tức sang này còn nó rạ sân tới ok ôn một đào hotel hai mình hotel là đi guest house anh chơi sợ hotel ok một đào này bye bye mà có cho lòng đỏ phượngไอ้เรื่องมวยเต้นอะไรนี่คือตัวไอ้อันนี้นั่นไหมยังบัตรไปสอนเรื่องตีมวยเวมันจะปัญหาตัวก่อนมีอันก็ใส่หมดแต่ก็อัดเสาลอได้คลัน$20เชียงnày giờ mà bây giờ kinh lên học đó mà nhiều đồng tay sọc dưỡng $20เชียงไปปราไม่สะอาดmiềnตัวmiền sinh trẻ miền trong miền An tăng tới không thể trong miền là bathtub chứ thể sụp này trong ấy thế trên việc làm bạc khá tới thì mình có bạc đây là số đây mà con thấy là tạo mà này yeah mà làm với bạn lên hello bao bồn của mình hello còn hello yeah cho bạn mà hello bao bồn của mình ngày ní ôn Flora tôi nhắm bài nghị chỉ mùi bả lên come on baby tập chào bác tập ôn Flora chào bác tập bả bật ok bả play vô đi mò play vô mày mà tầm ấy đây lúc này chúng ta từ rộp xa tùm nợp hả mục và lấy những tầm những nhằm ở tân tân tế ai chụp buộc cà mau bật đi Hồ Chí Minh bật đi Việt Nam ní dương hiện cầm soi về san tích để sai dương ở miền nhà plei chỉ về sao lễ hay dương rất đẹp về xa Việt Nam đúng không chân dương nhà một bà bye bye nè dương chôn hàng đêm tu tạch Flora đêm tu tạch còn cho còn đêm tu tạch rooster phải không? Dịch cây rooster là dân mơ mình này sẽ là vậy nữa chết rồi ba prima nó nhầm luôn con anh chơi tới ok cái này cái gì hàng
ហារមួយនៅប្រទេសវៀតណាមហើយយើងមិនដឹងតែថ្លៃយ៉ាងម៉េចទេតែយើងចាំមើលស៊ូគាត់មើលមុខភូមិហើយយើងជ្រើសរើសពីនេះម៉ាមុខភូមិនេះម៉ាអីគេនឹងគាត់ Lotus flower Lotus មកអូនចូលចិត្តអត់ទៅវិញកូនប៉ាអត់ចូលចិត្តមើលមុខប្រុសស្អាតម្ដងនេះស្អីស្អាត Hello ឥឡូវអូនដល់កន្លែងញ៉ាំបាយហើយមើលកុំចេះញ៉ៃមើលគួយស្រួលមើលនេះមើលនេះជម្រាបសួរបងប្អូនពូមីមើលគាត់ Hello បងប្អូនជម្រាបសួរសិនអូនជិះចែកបាយហើយថាមើលអូនចែកបាយហើយនៅតាប៉ាហើយនឹងម៉ាក់ទេហើយត្រូវទេ Flora អូខេនោះម៉ាក់កំពុងតែសលេចមែនអើយចាំប៉ាមើលជុកប៉ាសលេចមែនអើយ Flora ជួយ help ប៉ាមានតែម៉ាគេមានតែមានណានេះនោះម៉ាមានតែនេះនេះនោះមិនតម្លៃនេះនោះមានតែអត់ម៉ានេះគេមានតម្លៃមកគេម៉ាមើលរី10រយពាន់ម៉ឺនសែនមួយសែនដុងមួយសែនដុងប្រហែលម៉ាចំថ្លៃមកចេះទេបានហើយចឹងគាត់ដាក់ទឹកជ្រលក់មកហើយវាមិនទាន់លឿងម្ហូបបានផងបាយប៉ិតទឹកមកដល់ហើយអូនញ៉ាំទឹក Flora ទឹកតែមួយកែវប៉ុន្មានគឺ20000មួយកែវ20000ដុងអាកែ20000ដុង20000ដុងលុយខ្មែរយើងបាន3300អូថ្លៃដែរហាងគេនេះណាហើយយើងញ៉ាំទៅចម្បូងយើងបានទឹកស៊ីមកអូនលោកអូនតែមានពេលអស់ទឹកណាមានអីញ៉ាំទេណាកូនមួយកែវ3000រៀល Flora អត់ហ្វ្រីដូចស្រុកយើងទេកូនអូខេម៉ែនេះស្អាតតែថាលេងឃ្លានណាអញ្ចឹងប៉ះបិទសិនរឿងតនេសូមហូបម្ដងខ្ញុំចង់និយាយតិចនៅវៀតណាមនេះបើសិនជាយើងមកលេងយើងយកដើរអីរៀងពិបាកតិចនៅពេលដែលយើងដើរតើយើងស្គាល់កន្លែងនឹងច្បាស់យើងអត់ស្គាល់ទេហើយយើងសួរទៅជាពិសេសក្មេងៗដូចជាគាត់អាយុ17 18គាត់អាចចេះភាសាតិចតួចបើសិនជាដូចជាតាក់ស៊ីឬក៏ម៉ូតូដប់អីយើងពិបាកទេសួរគាត់គាត់អត់ដឹងគាត់អត់ចេះទៅភាសា international គឺគាត់អត់ចេះអញ្ចឹងយើងមានផលវិបាកមួយចំនួនគឺទី1គឺភាសាទី2គឺទីតាំងគាត់អត់មានដូចនៅស្រុកផ្សេងទេគឺដាក់មានភាសាជាភាសាអន្តរជាតិភាសាអមេរិកចឹងមកតែនៅហូជីមីញនៅវៀតណាមយើងនេះគឺយើងពិបាកតិចតែខ្ញុំសង្កេតមើលមួយគឺនៅតាមហូតែលឬតាមហាងគាត់តែងតែមានជាជាតិខ្មែរយើងគាត់ចេះនិយាយភាសាខ្មែរស្ដាប់បានមកស្រួលម្យ៉ាងអត់ម្យ៉ាងផលវិបាកហ្នឹងគឺនៅតាមហាងដល់ពេលយើងចូលទៅហាងយើងចង់សួរតម្លៃសួរអីគឺគាត់អត់និយាយរកយើងទេគឺគាត់ប្រើ calculator ណាយើងសួរតម្លៃនេះគាត់ calculate ឲ្យយើងមើលមកចេះគាត់អត់ទៅជែកអញ្ចឹងយើងពិបាកបើនិយាយទៅគឺយើងពិបាករក location បើសិនជាយើងអត់ស្គាល់ហើយបើយើងទៅសួរគេគឺពិបាកផលពិបាកមានតែប៉ុណ្្នឹងទេហើយបើយើងនិយាយពីម្ហូបអីគឺសមរម្យតម្លៃល្អទទួលយកបានការចាយវាយបើសិនជាយើងដូចខ្ញុំចូលហាងខ្ញុំពុំនិយាយហ្នឹងគឺយ៉ាងថ្លៃតិចគឺម្ហូបពីរមុខហើយបាយឆាមួយចានគឺអស់$40ថ្លៃដែរតែសម្រាប់គេអ្នកទូទាបហើយជាមិនអីទេសម្រាប់យើងរះសាមញ្ញយើងថ្លៃបន្តិចអញ្ចឹងបងប្អូនមកវៀតណាមគឺជាវិជ្ជាមានដំបូងយើងត្រូវឲ្យទៅការកាយឬក៏ទៅការហើយបើថាដើរលេងខ្លួនឯងយើងមានជា official មានន័យថាយើងមាន passport មានអីយើងអត់ត្រូវការថ្លៃទេគឺយើងអាចដើរលេងបានដោយសេរីប៉ុន្តែយើងត្រូវតែស្គាល់ location ដែរពីព្រោះខ្ញុំនិយាយដែរនៅនេះគឺពិបាករកកន្លែងដោយសារវាអត់មានភាសាណាមួយ map ណាមួយដែល point យើងទៅច្បាស់ដោយសារយើងអត់ចេះភាសាវៀតណាមនិយាយទៅវៀតណាមគេគាត់អត់ពិបាកទេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងផលវិបាកដែលយើងមានគឺប៉ុណ្ណឹងទេបើសិនជាយើងច្បាស់គឺអត់ពិបាកទេអញ្ចឹងជាដំបូងខ្ញុំចង់ណែនាំប៉ុណ្ណឹងហើយចង់ប្រាប់ប៉ុណ្ណឹងអរគុណ
Hello បាទស្អែកយើងញ៉ាំបាយយើងគេងស្អែកដល់យើងទៅពេទ្យណាកូនម៉ាមីកំពុងតែញ៉ាំអានេះស្អីគេម៉ាក់ហៅគេស៊ុបតសៃកែងណា ហ្នឹងហើយបាទស្ទៀងខមិនដែររសជាតិមិនដែរម៉ាក់ហ្នឹងទេតែចាំមើលតិចទៀតមើលមានអីពីមុខទៀតអត់មើលទៅអរុនសួស្ដីបងប្អូនថ្ងៃមកនេះម៉ោង5កន្លះជាថ្ងៃដែលយើងត្រូវខ្ញុំត្រូវទៅជួបលោកគ្រូពេទ្យវិជ្ជាបណ្ឌិតហើយថ្ងៃនេះយើងនឹងស្គាល់មន្ទីរពេទ្យនឹងទាំងអស់គ្នាថាពេទ្យនឹងឈ្មោះអីហើយគាត់នឹងជំនាញខាងអីណាហើយនៅចម្ងាយប្រហែលពីហូតែលដែលយើងស្នាក់នៅអញ្ចឹងខ្ញុំនឹងណែនាំជូនបងប្អូនដែលអាចស្គាល់បានណាអញ្ចឹងហើយយើងចាំមើលទាំងអស់គ្នាតាមវាមានប្រសិទ្ធភាពឬក៏លក្ខខណ្ឌបែបបត់យ៉ាងណាដែលយើងអាចដឹងទាំងអស់គ្នាយើងចាំមើលបន្តិចទៀតណាឥឡូវនេះម៉ាក់ពុំ check out អូនជីមួយប៉ាថតរូបលេងនោះម៉ាក់នៅក្រៅ check out ចឹងយើងធ្វើដំណើរទៅពេទ្យតែជីអីទេបែរជីឡានតុកឬក៏ម៉ូតូយើងប៉ុណ្្នឹងយើងមើលសិនFlora hello Flora hello ទៅដៃមក hello ដៃ hello អូន Flora ធ្វើស្បាយចិត្តទេពុំទៅញ៉ាំបាយម៉ាក់ check ហើយម៉ាក់ហើយសោះបងគាត់នាំមកទៅយើងទៅពេទ្យតោះ Flora let's go ពេទ្យដែរព្រោះឲ្យ post start វិញអញ្ចឹងបាទហើយពេទ្យដែលយើងទៅមិនស្អីគេ F ស្អីខ្សែកនចាបងណាំសៃកណាំហើយអូណាំខ្សែកនអាកន្លែងទៅនេះហ្នឹងហើយអត់ទេនៅពីនេះតែពេទ្យពេទ្យនេះគេដាក់អីគេពេទ្យវិទ្យាមិនគិតតែបងអូខេណាំខ្សែកនយើងប្រែទៅថាម៉េចមានអង់គ្លេសទេណាំខ្សែកនហ្មងបាទអូខេតែនៅទីក្រុងហូជីមិញទេណានៅហូជីមិញគេហៅសៃកអ្នកខ្លះទៅហៅប្រេងនគរទៅបាទវៀតណាមអ្នកខ្លះបាទសៃកទៅតាមយើងហៅអូខេណាំខ្សែកនអូខេ good អូខេឥឡូវនេះយើងបានឡើងឡានទៅមន្ទីរពេទ្យហើយសួស្ដីបងចានោះបងខាងបងខាងត្រៃបើចេះខ្មែរដែរភាសាវៀតណាមថាម៉េចបងសួស្ដីសិនចាវបងសិនចាវពីមួកសង្ហាទៀត Hello សិនចាវ good morning បង can you speak English ម៉េចហើយជាអត់ទេណាពីទីងានណងយើងនិយាយnói chuyện Anh xíu អូខេដូចđường này cũng được đi anh បាទ dạ được á បាទដូចខ្ញុំប្រាប់ចឹងមកខាងនេះយើងពិបាករឿង communicate តិច communicate យ៉ាងពិបាកចុះបងខាង translate ភាសាទៅស្រុកខ្មែរយើងទៅតើខ្ញុំយូរបានទៅម្ដងព្រោះពេលណាគេបន់ជាតិឬមួយក៏ចូលឆ្នាំចឹងណានៅវៀតណាមគេអត់ធ្វើការបន់បាទយើងបានទៅលេងនោះណាចាបងបាទពីព្រោះនៅនោះយើងបើសិនជាវិស័យទេសចរយើងអត់សូវពិបាកតែអ្នករត់តូចនោះគាត់ចេះភាសាតិចតួចដែរយើងស្រួលរកហើយទី2ដោយសារតាមយើងផ្លាក logo យីហោយើងឯងមានភាសាអង់គ្លេសនៅខាងក្រោមហ្នឹងយើងរកផ្លូវស្រួលខ្ញុំទៅណាវៀតណាមសុទ្ធមកណាយើងមិនថាទេបើតែនោះពោះជាច្បាប់ហ្នឹងខ្មែរយើងក៏ដូចថាគាត់សម្លឹងលើអង់គ្លេសច្រើនបាទដូចថាតាមផ្លូវផ្ទះអញ្ចឹងគេដាក់ផ្លូវផ្ទះគេគឺដាក់ភាសាវៀតណាមព្រោះយើងនៅប្រើអង់គ្លេសយើងអង់គ្លេសខ្មែរយើងអត់លេងអង់គ្លេសនៅលើយើងអត់បាត់ទេបាទខ្មែរយើងនៅខាងក្រោមបាទប៉ុន្តែបើសិនជាល្អដាក់អង់គ្លេសយើងនៅក្រោមវិញអង់គ្លេសនៅក្រោមតើបាទអង់គ្លេសនៅក្រោមតើខ្មែរយើងបាទខ្ញុំមកដល់ទីពេទ្យហើយទីពេទ្យនេះឈ្មោះថាមន្ទីរពេទ្យសៃកនទីពេទ្យសៃកននេះគឺមានជំងឺគ្រប់មុខមកនៅទីនេះណាអញ្ចឹងមើលអ្នកជំងឺច្រើនណាបាទគាត់មកកន្លែងនេះគឺច្រើនមែនតើអញ្ចឹងបើសិនជាបងប្អូនមិនច្បាស់អាចតាកតងសួរមកខ្ញុំហើយមានអតិថិជនច្រើនណាស់បាទបងបាទអរគុណបងអរគុណបាទតាមខ្ញុំដឹងមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យមួយដែលល្បីហើយមានគុណភាពប៉ុន្តែខ្ញុំអត់ទាន់ដឹងដែរទេអញ្ចឹងខ្ញុំគិតថាសារទាំងអស់នេះរូបភាពទាំងអស់នេះវីដេអូទាំងអស់នេះបងប្អូនអាចនឹងធ្វើជាកាយសម្រាប់បងប្អូនមកពិនិត្យសុខភាពណាមានម៉ែឪបងប្អូនចាស់ជរាអីយើងអាចនាំគាត់មកទីនេះណាខ្ញុំមានប៉ុណ្ណឹងឡើងលើកៅអញ្ជើញអូខេស្រកគីឡូដោយសារគេក្នុងនោះតើឡើង
15 lần rồi. Để lát mình hỏi là bông chuông ơi bông còn còn hai mình đã nhắm lần chìm đây bông Khoảng như này ឈាមនេះយើងឡើងបាទ ចា nó chìm bông này អត់តែខ្ញុំដើរឈាមខ្ញុំផែនជា12 13 nó đọc về 15ដោយសារដើរដើរទេ giờ sao đây mà lúc nào cũng vậy là đi bộ phải bị ឈាមខ្ញុំហេ12 13 12, 13, 11 តែពេលយើងដើរច្រា cái ន chân mặt đi nó còn lên 14 với 15 ខ្ញុំដើរតែខ្ញុំយើងលើកឈាម ông ទេ biết là cái gì đó កន្លែងទៀតហើយ ទៅឈាមបាក់ស្រក់ កន្លងអត់ងាយស្រោចទីពេញនេះទឹកទេ អានេះមកជួបដុកទ័រសិនជួបដុកទ័រថប់ទីទៅមកជួបមកជួបលោកគ្រូពេទ្យដុកទ័រប៉ុន្តែយើងចាំគាត់បន្តិចគាត់នឹងបងស្រីគាត់នឹងណែនាំយើងឲ្យស្គាល់ដុកទ័របាទចាំបងប្អូនត្រូវការទាក់ទងគាត់មកប្រទេសវៀតណាមមកខាងប្រេនគរនេះគាត់ជួយយើងច្រើនណាហើយហ្នឹងហើយចាំមើលខ្ញុំផ្ញើលេខទូរស័ព្ទផ្ញើផ្សេងណាអរគុណឈ្មោះនៅទីពេទ្យឈ្មោះខ្ញុំឈ្មោះប៉ាដូចជាទី1មុនគេណាសូនណាឈ្មោះប៉ាទីទៀតយើងចូលជួបដុកទ័រនេះគឺជាឈ្មោះមន្ទីរពេទ្យយើងអាចនិយាយបានថាណាំសាយកនណាណាំសាយកនហើយនេះខាងក្រោមនេះគឺជាលេខទូរស័ព្ទហើយនឹងផ្សាយបាទហើយនេះគឺ QR code បងប្អូនអាច scan បាន QR code ណា scan ទៅហើយតាក់ទងទៅណាយើងគេមានរយៈក្នុងទីពេទ្យនេះគេជួយយើងហើយបិទល្អយល់ល្អគួរតែមានអ្នកជួយបកប្រែឲ្យល្អណាបើយើងបានជួបដុកទ័របាទជំរាបសួរលោកគ្រូចាជំរាបសួរលោកគ្រូចេះខ្មែរទេតិចអូល្អមែនតើហូបបាយដល់លេងហូបបាយដល់លេងស្រីស្អាត Sợi sát ស្រីស្អាត gan thận lá lách gì đâu hay gì បាទលោកគ្រូ còn tha có chết để nhắm bái rồi Bạn ta đang- đi từ bạn. tha xây ta thì nó sẽ chơi làm bên làm bé រីករាយបានជួបលោកគ្រូ quân thi này mới ha chị hả? dạ mới và ở những sông ấy thì sao បាទយកឯកសារបាទនេះយើងដល់កន្លែងបងលុយបណ្ឌិតបានជួបដុកទ័រហើយយើងមកបងលុយកេសៀកន្លែងចំណាយលុយហើយខ្ញុំនឹងប្រាប់ថាតើខ្ញុំបណ្ឌិតប្រមាណមុខហ្នឹងអស់លុយប្រមាណខ្ញុំបណ្ឌិតប្រព័ន្ធ Prostat ខ្ញុំបណ្ឌិតជាតិស្ករខ្ញុំមានជាតិខ្លាញ់ខ្ញុំអេកូមើលបំពង់កខ្ញុំអេកូមើលកលៀនអញ្ចឹងពេលនេះយើងនឹងអាចដឹងថាអស់ប្រមាណណាយើងចាំមើលទាំងអស់គ្នាបាទនេះអ្នកគ្រូចាប់តាមរឹតនេះហើយបណ្ឌិតឈាមហើយបូមឈាមបាទគ្រូបាទគាត់កំពុងតែរੂសរសៃយើងតែគេស្រួល rung quá thôi rồi con bên rung đây quá bên đây có người đặc biệt mà chợ đi mướn người ta vay không có bao nhiêu ពេលនេះ này ស្អាតហើយគាត់ចាប់តាមរੂសរសៃ cái đập đâyអូខេ sorry យ៉ាចាកាយអ្នកគ្រូឥឡូវខ្ញុំកំពុងធ្វើចាំយើងពិនិត្យអេកូប្រព័ន្ធ Prostat ហើយនឹងពិនិត្យបំពង់កនិងហើយនឹងពិនិត្យសរសៃឈាមចូលខួរក្បាលហើយកន្លែងនេះគឺមានខ្មែរយើងមកច្រើនដូចជាចង់80 70% ខ្មែរយើងនៅខាងនេះដូចគ្នាមានចំណេះហើយបងស្រីគាត់ណែនាំជួយយើងច្រើនពេលនេះយ៉ាងធំដែរអូខេ finally យើងដល់កន្លែងញ៉ាំអីបាទតាគួយសិនម៉ាក់នេះគួយបាទនេះគេមានពោតអូនជីងមានពោតបាទមានខ្ញុំស្រីស្អាតប៉ាកំពុងតែរកទិញរបស់ញ៉ាំ
ញ៉ាំកាទៀវទៅម៉ាក់ប៉ា phơ ហ្វឺអូខេដាក់ហ្វឺ មានមីសួរសាច់មាន់ទៀតណាបង អញ្ចឹងសាក់ដាក់មីសូសាច់មាន់មួយទៀតមកចាំ2នាក់ជីង ហើយនំហូទៀវកាទៀវខគោ មានដលងទៀត អត់ទេមាន បាទ ឡូមានពោត បាទពោតក៏មានគិតលុយបាទមានអត់អស់ហើយយើងមាន refrigerator ទូទឹកកកមានផ្លែឈើនេះគឺហាងបាយនៅខាងលើកន្លែងយើងមាន Pepsi កន្លែងយើងមកញ៉ាំអីនៅខាងលើទៅពីយើងពិនិត្យចប់អស់ហើយមានភ្ញៀវមានអីគេច្រើនណាស់កន្លែងតាស់អូនរកកន្លែងគួយនោះម៉ាក់គួយនោះຕົកច្រើននោះខ្ញុំបានជួបបងស្រីដែលគាត់ជាអ្នកជួយណែនាំយើងកាយយើង translator ផងអ្នកជួយផងទៅយកពី hotel ផងណាដឹកផងជិះម៉ូតូផងគឺគាត់ទាំងហើយអញ្ចឹងនៅខាងវៀតណាមនេះបងប្អូនបើសិនជាបងប្អូនត្រូវការមកតាក់ទងនឹងពេទ្យរឿងអីផ្សេងៗគឺបងអាចតាក់ទងមកគាត់រស់រីរាក់ទាក់ជួយយើងច្រើនគាត់ជួយគាត់នៅស្រុកខ្មែរហ្នឹងទេគាត់នៅខាង ខ្ញុំនៅអ្នកលឿង អ្នកលឿងបាទគាត់នៅខាងអ្នកលឿងបាទហើយមកជួយណែនាំឈ្មោះឲ្យសុំលេខទូរស័ព្ទ មានតែចាំខ្ញុំ បាទតែគាត់និយាយខ្លួនគាត់មកបាទ ខ្ញុំឈ្មោះគង់បង បាទគាត់ឈ្មោះគង់សពគង់ណាគាត់នៅខាង ទូរស័ព្ទអ្នករបស់ខ្ញុំឡា0909292617បងបាទអញ្ចឹងបានលេខទូរស័ព្ទហើយចាំខ្ញុំសរសេរថែមលើនឹងទៀត លេខហ្នឹងដែរ បាទ Telegram ក៏លេខនឹងដែរអញ្ចឹងពីថ្ងៃនេះទៅមិនបាច់ភ័យទេអ្នកមកវៀតណាមជាច្រើនដើរស៊ូគេស៊ូឯងទៅពីណាអញ្ចឹងបាទហើយជាខ្ញុំទៅវិញហើយត្រូវរវល់ហើយតាមមានមួយច្រើនអីទៀតទៅកាន់តែច្រើនទៅបាច់តែដើរមិនរួចដូចអ៊ំអញ្ចឹងណាអ៊ំមួយនោះតាមពិតបងប្អូនគួរតែមកពេទ្យវៀតណាមពីព្រោះយើងចំណាយយ៉ាងតិចជាងយើងទៅថៃយើងជិះយន្តហោះយើងជិះឡានជិះអីក៏ថ្លៃដែរបាទយើងទៅម្ដងអស់ប្រហែលទៅជា6-700ហើយស៊ូអាច1000បាទអញ្ចឹងបើយើងមកបាទចាយលុយច្រើនបើជិះប៉ោះហោះវិញនៅតែ ខ្សែពេទ្យ តែវិធីរហោះគឺជា1000 បាទ បើមិញមួយពេទ្យយើងមិញអស់ប្រហែលជា200 200ជាងបាទហ្នឹងហើយហ្នឹងទៀតសំរុំនិយាយទៅហ្នឹងអាចទទួលយកបាន តែយើងទៅកែមកនេះខុសទៅបាទនៅថៃវាមានកន្លែងចាយលុយទៀតអូ ចា បាទកន្លែងវាមានខាងមកវាមានផ្សារមាន បាទបាទ ប៉ុន្តែនេះក៏មានដែរដោយសារតែយកមិញយើងដើរអត់ដល់ហ៎ចា បាទ មានផ្សារទំនើបហើយមានកន្លែងដើរលេងអីច្រើន បាទមានច្រើន និយាយទៅបើនៅក្នុងក្រុងប្រហែលជា50ទៅ60%កន្លែងដើរតែបើសិនជាយើងចេញទៅខាងខេត្តអីវ៉ាន់ណាហើយនឹងទៅកន្លែងឆ្ងាយអីតិចបានមានទេសភាពស្អាតហើយវាច្រើនជាងទៀតបាទទេសភាពក៏ចំតួដែរម្ដង បាទបាទ ខ្ញុំឆាច់លុយហើយបង ចាអត់ ភេបងឲ្យហើយទៅ អត់អីស្រួលចាំហើយចុះទៅក៏បានដែរ ឥឡូវខ្ញុំឆ្ងល់មួយចាំដល់ពេលយើងពិនិត្យចឹងយើងត្រូវចាំយកថ្នាំលេបត្រូវហ៎ ចាពេលដែលហើយដុកទ័រគាត់ចេញអត់ម្ដងមកយើងចុះទៅខាងក្រោមយើងទិញថ្នាំហើយយកផ្ទះវិញបានហើយ ត្រូវហើយ ពេលតែបានទៅហើយទៅទៅ ចា ខនសាលឬក៏សិនដល់ ហើយប៉មិញណាក្រាស់ឆ្នាំដែលបងស្រីថតមកខ្ញុំផ្ញើឲ្យពេទ្យមើលមុនឲ្យដល់យើងចូលទៅដល់យើងនិយាយត្រួសទៅបានហើយព្រោះឲ្យគាត់មើលមុនឲ្យយើងអញ្ចឹង បាទ ព្រោះអាឆ្នាំនៅថៃហ្នឹងតែយើងទៅពេទ្យខ្មែរគេថាឆ្នាំហ្នឹងគឺព្រោះថាឆ្នាំទុកទឹកនោះ ចា បាទគេចឹងឲ្យគេលេបតុបសិនទេគេមិនទៅព្យាបាលដោយសារយើងនៅរៀងគេថាយើងស្រាលចឹងឬក៏តាមដានយើងមិនដឹងអាហ្នឹង តែបើសិ បាទ នជាតាមដានស្រាលឬតាតែពេលយប់បងអត់មានបត់ជើងតូចច្រើនអានេះមកយប់បងបត់ទាំង5 6ដងហើយកន្លះម៉ោងយើងបត់កន្លះម៉ោងយើងបត់ដងចឹងវាមានបាយវាយើងបាក់ដែរដល់អញ្ចឹងវាអាចយូរទៅប៉ុស្តាតវាត្រូវវាឡើងធំទៀតតែបើសិនជាយើងញ៉ាំថ្នាំទូញ៉ាំថ្នាំទៅវាមិនធំវាមិនទូវានៅតែប៉ុណ្្នឹងវាអាចឡើងទៅធំទៀតហើយវាធ្វើយើងបានបត់ជើងស្រួលហើយពេលយប់អត់សូវឡើងទីព្រោះវាត្រឹមត្រូវ បាទ តែយើងអត់ញ៉ាំវាពិបាកដល់ខ្លួនឯងអញ្ចឹងយប់ឡើងគេញ៉ាំដល់អាចទៅជា stress ប៉ះពាល់ច្រើនទាំងកាពះទាំងអីទៀតបាទ កាពះក៏ឈឺ stress ក៏ stress ហើយប៉ះពាល់នឹងសរសៃខួរក្បាលយើងទៀត បាទ កកឈាមក្នុងខួរក្បាល ត្រូវហើយ ច្រើន អាហ្នឹងឯងដោយសារគេលក់មកយើងទៅឡើងលើសឈាមលើអីវាចេញវាប៉ះពាល់ច្រើន ហ្នឹងហើយវាច្រើននិយាយទៅហានិភ័យវាខ្ពស់ហើយបើយើងបានគេដូចអ្នកដែលជំងឺ stress កំពុងតែញ៉ាំថ្នាំគេងរាល់ថ្ងៃបើសិនជាអត់បានញ៉ាំត្រឹមតែ2ថ្ងៃមនុស្សនឹងកាន់តែធ្ងន់ថែមទៀត បាទ ចាហើយអា stress នឹងឈឺនឹងវាមានបញ្ហាច្រើនណាស់
ទី1ធ្វើឲ្យយើងចុករយពេញខ្លួនហើយក៏ពះពវៀនក៏វាធ្វើយើងឈឺដែរជួនកាល stress ហ្នឹងតែយើងធ្វើអារម្មណ៍យើងបានលេងអីហើយមិនបាច់ញ៉ាំថ្នាំក៏វាជាដែរអារោគហ្នឹងត្រូវហើយធ្វើចិនបាទដល់ពេលយើងស្រួលវាខ្លួនយើងទៅវាទៅអញ្ចឹងបាទតែមានលុយបិទពេញថ្នាំរាល់ថ្ងៃប្រហែលលែងឈឺហ្នឹងដែរអានេះសំខាន់តាមពិសេស ឥឡូវជួយគ្នាមួយកាត់តមុននេះមើលអាយុ29ហើយកាត់តមុននេះចេញតមុនកាត់តមុនបាទមើលបាទវាគាត់ញ៉ាំរបស់ខ្លាញ់ជៀនឆាហូបយើងមកដល់ហើយនេះអូនជីងញ៉ាំហូបអូឆ្ងាញ់ណាស់មីឆាប៉ាហ្វឺហើយម៉ាមីដូចជាគុយទាវបាទកូនញ៉ាំមកកូនញ៉ាំហើយសេចសប្បាយនេះសប្បាយចិត្តតាឆ្ងាញ់ហ៎កូនឆ្ងាញ់ទេ Flora គេ Flora ថាឆ្ងាញ់ណាស់Flora ថាឆ្ងាញ់ញ៉ាំមកច្រើនកូនមកហើយមកទឹកមកជាមួយអមមកទិញពូលនេះទឹកអូនទឹកអូនតែញ៉ាំមកកូនញ៉ាំតាញ៉ាំឥឡូវញ៉ាំបាយហើយយើងមកអង្គុយចាំទទួល result មកដល់កន្លែងមួយទៀតមានសាឡុងគេអង្គុយជីងអូខេបាទជំងឺម្នាក់ម្ចាស់បាទតាគុណអង្គុយទៅគាត់លរ៉ាបាទជើញបាទអរគុណបាទតោះអូខេ Hello ឥឡូវគួយចាំទទួល result ទៅជែកមួយអូន Flora មកបាទ Hello Flora នេះបាទឆ្នាំហើយមែនទេកូនគិតលុយចំណាយលើពេទ្យអស់ប្រមាណហើយជូនមីងអ៊ំអ្នកបកប្រែអស់ប្រមាណម៉ាមីកំពុងតែគិតលុយហើយកូនហ៎អីគេកូនហ្នឹងបោះយើងមែនអូមែនបាត់ពេជ្របោកតាកៅអរគុណកូនឥឡូវនេះចុងក្រោយហើយដល់កន្លែងដែលយើងទិញថ្នាំក៏ទីពិនិត្យសុខភាពហើយទិញថ្នាំបាទអញ្ចឹងអ្វីដែលខ្ញុំចង់និយាយនៅកន្លែងនេះគឺដោយសារខ្ញុំមកនេះគឺខ្ញុំពិនិត្យច្រើនចំនួនទឹកលុយនៃការពិនិត្យគឺអស់ប្រហែលជាសុខសាច់ដែលយើងពិនិត្យអស់ប្រហែលជាប៉ុន្មាន400ជាងណា250ទាំងអស់ពិនិត្យទាំងអស់មានរោគអី250ណាខ្ញុំអស់ប្រហែលជា250សម្រាប់ការពិនិត្យឈាមហើយពិនិត្យសុខភាពយើងទៅពិនិត្យទូទៅចែកសុខភាពហ្នឹងហើយថ្លៃនេះបកប្រែគឺតែ$20ណាយើងអាចជូនគាត់លើកទិញនឹងទូទៅហើយសេវាគាត់ល្អខាងធ្វើស្រែកសុខភាពហ្នឹងថ្លៃតាក់ស៊ីថ្លៃអីទៅវិញទៅមកអស់ប្រហែលជាប្រហែលណាថ្លៃតាក់ស៊ីទៅវិញទៅមកយើងជូនដូចជា$40ហើយឡានក្រុងអ្នក$20អញ្ចឹងដូចខ្ញុំមក3នាក់អញ្ចឹងយើងអស់ប្រហែលជា60ហ៎ទេសនានេះទាំងអស់ទៀតប្រហែលជាប្រហែលតាំងតាក់ស៊ីទាំងអី$20អញ្ចឹងសរុបមកយើងមកមួយ trip នេះអស់ប្រហែលជាប្រហែលបាទប្រហែលជា400ជាង total បាទបើសិនជាមកពិនិត្យរោគអត់ច្រើនទេប្រហែលជាមិនអស់ច្រើនដូចខ្ញុំទេពី400យើងទីទូទៅយើងគិតថាច្រើនប៉ុណ្ណឹងណានៅញ៉ាំនៅអីទៀតណាអញ្ចឹងយើងអស់ប្រហែលជា400ជាងជិត500ដែរណារៀងចំណាយច្រើនដែរប៉ុន្តែដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺដោយសារការចាយវាពីយើងទៅលើការពិនិត្យទេយើងជ្រើសរើសការពិនិត្យកញ្ចប់យើងយ៉ាងច្រើនតម្លៃក៏យ៉ាងច្រើនដែរអញ្ចឹងណាបើកញ្ចប់យើងយ៉ាងតិចការចំណាយរបស់យើងក៏វាតិចដែរអញ្ចឹងតាមអ្វីដែលយើងរៀនគួរតែបើចំពោះតែថ្លៃធ្វើដំណើរថ្លៃអីយើងម្នាក់$20ណាត្រូវទេ$20គាត់តែមកទេត្រូវមកគឺ3នាក់យើងអស់ប្រហែល60ត្រូវទេទៅវិញ60ទៀតអញ្ចឹងវា120ថ្លៃធ្វើដំណើរណាយ៉ាងច្រើនដែរអ្នកធ្វើដំណើរបាទនេះគឺជាព័ត៌មានដែលខ្ញុំចង់ប្រាប់ពួកយើងមានការចំណាយធ្វើដំណើរហូបចុកមិនជាប្រមាណទេណាលោកបងស្រីគាត់ហើយគាត់យកថ្នាំឲ្យខ្ញុំកន្លែងយើងយកថ្នាំអូខេឥឡូវយើងចេញទៅវិញហើយអរគុណហើយតោះយើងចប់សេចក្ដីបានថ្នាំពិនិត្យសុខភាពអស់ហើយយើងឡើងឡានអូចិនចែវ see you again brother អូខេណាបាទគាត់ហ្នឹងហើយណា see you again ជួបគាត់ម្ដងទៀតគាត់ហ្នឹងហើយព្រឹកមិញដែរអង្កងគាត់ហ្នឹងជួបយើងព្រឹកមិញដែរផ្សេងអូខេស្រៀងគ្នាអូខេតោះយើងចប់សេចក្ដីយើងជិះ taxi go home we going to take a bus Flora ចេញដំណើរបាទ
anh cho em gửi tiền luôn nha 35 phần nghìn. Ok. Đi xe Long Phương Mai Phương ម៉ៃហ្វឺង អូខេចេញដំណើរទៅស្រុកយើងវិញ ចាចេញទៅ យើងទៅជិះឡានក្រុងហើយមកជើងនេះប្រហែលជាត្រូវមកមួយជើងទៀតចឹងហ៎គង់ ចាបង បាទ ខែក្រោយមកសុំមកម្ដង បាទ ទៀត គេថាមកម្សិលទៀត យូរ បាទបាទ ព្រោះសុខភាពល្អអត់មានបញ្ហាទេ បាទបាទ គាត់នៅផ្លោកនោមតិចតួចចុះអត់មានប៉ូស្តាតទេ បាទ អត់មានរោគប៉ូស្តាតទេណាបងផ្ បា លោក ទ ផ្លោកនោមទេ បាទ គឺគាត់ថាយើងវិជាគាត់អត់តន់បានអញ្ចឹង បាទបាទមកពីអារម្មណ៍របស់យើងបាទ ស្ទើរអារម្មណ៍របស់យើង នេះឡានក្រុងម៉ៃភឿងCredit Co Ltd ឡើយនេះគឺយើងជិះឡានមកព្យាបាលស្រុកម៉ែនាងនេះឯងហើយបើសិនជាយើងចង់ជិះពីស្រុកយើងមកគឺនៅ Start Olympic ចិត្តឆៃហុកកុំព្យូទ័របងប្អូនphảiស្គាល់ហើយនៅរបង Olympic ហ្នឹងយើងជិះឡើងពីហ្នឹងមកហើយសេវាគាត់យ៉ាងល្អប្រត់បាទគាត់ទិញសម្បត្តិសាថ្មីហើយសុខទិញសាថ្មីទិញសម្បត្តិឡើងទៅវិញមានបតទិញអីគេដែរតាទិញក៏ឲ្យយើងតែថ្លៃគឺគាត់ស្គាល់យើងណាហ្នឹងហើយទាំងអស់មកគាត់គិតលុយLaura bye bye Ho Chi Minh Mommy hello bye bye Ho Chi Minh we are going home we are go back home see on Rayot right you missing on Rayot is it